អាហ្នឹងកុំអាងឲ្យអូពួកអាចធ្លាប់ដឹងអូហ្នឹងហើយដើមស្រួលអីថាទៅកុំភ័យដកចូលទៅកំពូលទីដប់បោះចេញលឺថានៅណានៅកំពង់ធំចូលនេះเอาตรองอะไรเหียบตัวนั้น
ជាប់ដៃបាទដល់ដល់ตีแต่สบายมัวมาครับมาไปแล้วถึงสบายก็มีหัว ยังมีญาติได้จีจัวจี สบายเลยยังมันดูดีอยู่ จ่อជំរាបសួរបាទជំរាបសួរបងប្អូនជំនាយជាអ្នកស្នេហាใจกลางនៅជាអ្នកគ្រប់គ្រងនៅការកាយរបស់នេះបាទថ្ងៃនេះគឺកំពុងការងាររបស់ខ្លួនណាចឹងពីម៉ោង7ដល់ម៉ោង8យប់បាទខ្ញុំណាមកកាន់ទីតាំងដើមពីបាទដើម្បីធ្វើថ្មីបាទអំពីតាមបំណងរបស់អ្នកគ្រប់គ្រងបាទខ្ញុំជំនាយជាអ្នកគ្រប់គ្រងស្នេហាใจกลางនៅគ្នាជាអ្នក top fan my fan of ស្រាយកាយរបស់បាទអំពីខ្ញុំចាំតាមទស្សនាការវិវត្តការធ្វើថ្មីទៅយ៉ាងណាហើយយើងនឹងធ្វើថ្មីជាមួយទៅនឹងថ្ងៃទៅនឹងថ្ងៃទៅមិនដាក់ចូលមកស្រាយគឺសម្រាប់ការសង្គមបាទបាទแล้วรมตามเรียนเป็นครูใจอธิการคณะกรรมการทุกรายการนะครับถูกใบกระเทยก็ได้มันเทยก็ได้ต้มมือแล้วไอ้กองประกายประกันกองใจนะปีนจอบจงบอกมีตักมีสิจะชอบกินยังไงบุญจอบจงเขาหน่อยจะเป็นจงเนี่ยเฮ้ยบุญไปเฮ้ยใบคือจะชอบคนแม่เลยไปที่โตมันเริ่มมืดโตเป็นกระดอกอะไรนู้นมันได้ไปเรื่องเยอะเนี่ยจิโยเอาตจิยาสียมังกะเลยปราจุปาลังกีสีเสปดาวิปาวกะเรอภิเษกฮัลโหลฮัลโหล
bạn vãi tiền tới trong p mòn rồi tiền mà tăng mà chụp pẹ chăm đấyបងប្អូនទាំងអស់គ្នាដែលជាអ្នកស្នេហាវិស័យកីឡាប្រណាំងទូកងបងប្អូនទាំងអស់ក៏ដូចជាប្រិយមិត្តទស្សនិកជនចូលចិត្តនឹងស្នេហាវិស័យកីឡាប្រណាំងទូកងរួមទាំងបងប្អូនដែលជាអ្នកគាំទ្រផេកទូកងបាទសារាយផ្កាយព្រឹកក៏ដូចជាបងប្អូនដែលជាអ្នកគាំទ្រផេកវត្តប្រាសាទវតីហៅវត្តត្បូងបងប្អូនប្រិយមិត្តជាច្រើនរួមទាំងអ្នកគាំទ្រទូកងសារាយផ្កាយព្រឹកតែងតែទន្ទឹងរង់ចាំបាទចង់ឃើញថាតើរូបរាងរបស់ទូកងសារាយផ្កាយព្រឹកបាទក្រោយពីផលិតហើយតើរូបរាងនឹងគឺបែបណាអញ្ចឹងដើម្បីបញ្ជាក់បងប្អូនអំពីស្ថានភាពនៃការផលិតទូករួមផ្សំនឹងនៅថ្ងៃស្អែកនេះគឺជាថ្ងៃកាន់បិណ្ឌវេនទី1ផងនោះជឿជាក់ថាបងប្អូនទស្សនិកជនជាពិសេសបងប្អូនដែលជាអ្នកនៅរាជធានីភ្នំពេញឬក៏នៅខេត្តឆ្ងាយនៅក្នុងឱកាសប្រជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងនេះបងប្អូនមកលេងស្រុកបងប្អូនបានដឹងដំណឹងអំពីការផលិតទូករបស់វត្តយើងបាទទូកងសារាយផ្កាយព្រឹកណាអញ្ចឹងបងប្អូនចង់ដឹងអំពីเลี้ยงนี่kira apa yang nak
ពីតូចាំនៅសាកៅ9ស្រុកសណ្ដានខេត្តកំពង់ធំចាំយកឲ្យមកដល់គាត់ចាំទៅមួយ